ចាបុកលហុង7ខ្ចីជាមួយក្តាមស្រាហើយមួយចានហ្នឹងតម្លៃត្រឹមតែ12000ចា12000មួយចានបុកញ៉ាំបានគ្នា50-60នាក់គេធ្វើការបុក7ខ្ចីចាអានេះសិតតែក្តាប់ហ្មងអ្នកនរគ្នាក្តាប់គឺថាជូរញ៉ាញ់ជូរឆ្ងាញ់ហ្មងមកប្រទេសនេះគឺយើងដាក់ទាំងអស់ចាណាប្រទេសនេះគឺបុកថ្មីណាគ្រាន់តែខ្ញុំខ្ជិលបុកគេមកគេបុកឲ្យស្រាប់ៗទៅគ្រឿងផ្សំគោលសំខាន់តែម្ដងអ្នកទាំងអស់គ្នាប្រហុកឆៅឲ្យប្រហុកសាច់សុទ្ធតែម្ដងចាបញ្ជាក់អានេះគឺបុកលហុងរបស់ខ្មែរយើងពីដើមតែម្ដងអ្នកទាំងអស់គ្នាស្ករត្នោតនេះល្អខ្លាំងមែនទែនអ្នកទាំងអស់គ្នានេះស្ករខ្មែររបស់យើងណាគ្រាន់តែលាយគ្រឿងប៉ុណ្ណឹងអ្នកទាំងអស់គ្នាតំណងសាហាវសិតតែខ្លាញ់មកអ្នកទាំងអស់គ្នាណាឃើញទូចតែខ្លាញ់ញុកហ្មងពួកខែនេះអ្នកទាំងអស់គ្នាដឹងខែភ្លៀងខែវស្សាគឺថាក្តាមល្អមែនទែនអ្នកទាំងអស់គ្នាខ្ញុំខ្លាញ់គ្រប់ក្តាមដាក់ចូលចឹងមកខ្ញុំនិយាយមែនមួយនេះហាបុកលហុង7ខ្ចីជាមួយក្តាមស្រាយបើថាអត់ឆ្ងាញ់ទៅគ្នាសងលុយវិញតែម្ដងចារសជាតិឲ្យអ៊ុយមកយើងដាក់តកួនចាស់ចង់ផ្លេចហើយនឹងលហុងបន្លែអ្នកទាំងអស់គ្នាមិនដាក់អីច្រើនទេដាក់តែតកួនហើយនឹងលហុងនោះវាចាប់ជាតិគ្នាហ្មងអាចដាក់ចានចំណងសាហាវអ្នកទាំងអស់គ្នាមើលនេះខ្ញុំនិយាយមែនលក់ដាច់ខ្លាំងណាស់អ្នកទាំងអស់គ្នាភ្ញៀវគឺថាមកសាកហើយគឺជើងនិយាយដឹងតែជាប់ចិត្តជាប់អារម្មណ៍ដូចគេដាក់ស្នាយអញ្ចឹងណាដូចត្រូវមុនសម្ដំអញ្ចឹងណាអត់និយាយលេងអ្នកទាំងអស់គ្នាក្លិនភាយមកឈ្ងុយហ្មងអានេះសម្រាប់អ្នកចេះប្រហុកណាតែបើថាអត់សូវចេះប្រហុកទេអាចប្រាប់យើងបានយើងអាចបន្ថយព្រោះនេះយើងប្រើប្រហុកឆៅវាជាម្ដងហើយម្ដងទៀតអូយម្ដងខ្លះនេះដាក់មួយត្រីឆ្អើរក៏ឆ្ងាញ់ដាក់ថែមជាមួយសាល់ម៉ុនក៏ឆ្ងាញ់ដែរហើយមួយចានហ្នឹងតម្លៃត្រឹមតែ12000ចា12000មួយចានបុកញ៉ាំបានគ្នា50-60នាក់ចេះជឿមិនខ្លាំងរសជាតិដិតនិយាយមែនហើយក៏ដែរអត់តោះចឹងអ្នកទាំងអស់គ្នាចង់ញ៉ាំគ្រឿងបុកដែលឆ្ងាញ់ complete Hell Corner